ជំរាបសួរនៅថ្ងៃនេះខ្ញុំមានព្រះបន្ទូលសុភាសិតជំពូកទី22ខទី23ត្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្តីជំនួសអ្នកនោះហើយទ្រង់នឹងរឹបយកជីវិតនៃពួកអ្នកដែលរឹបយករបស់គេដែរអាមែនអរគុណព្រះអង្គសេចក្តីអធិដ្ឋានសម្រាប់ព្រះបន្ទូលនេះអោព្រះបិតាដែលគង់នៅឋានសួគ៌អើយសូមឲ្យព្រះបន្ទូលនៅថ្ងៃនេះបានប៉ះពាល់ដល់កូនព្រះអង្គគ្រប់គ្នាថាព្រះអង្គជាព្រះដែលយុត្តិធម៌ព្រះអង្គនឹងសងយើងលើសពីអ្វីដែលយើងបាត់បង់ព្រះអង្គជាព្រះដែលមានក្តីមេត្តាករុណាអាណិតអាសូរព្រះអង្គក្ដួលអាណិតដល់អ្នកណាដែលព្រះអង្គក្ដួលអាណិតគ្មានអ្នកណាដែលប៉ះពាល់ដល់អ្នកដែលព្រះអង្គបានចាក់ប្រេងតាំងបានឡើយអាមែនអរគុណព្រះអង្គ